វាសួរនឹងសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ vlog របស់នាងខ្ញុំ A Journey with Say ដែលមានកម្មវិធីសប្បុរសធម៌នៅខេត្តតាកែវនិងដំណើរកម្សាន្តទៅខេត្តកំពតអញ្ចឹងនេះគឺជាសកម្មភាពនៅថ្ងៃទី1របស់ពួកខ្ញុំស្លូតបូនរះទាំងជំពាំងចិត្តចងពងស្មើគ្មានលហាកងត្រជាងព្រៀបបានសំដែងបន្ទាប់ពីចាំឡានអស់ជាច្រើនម៉ោងគូ President របស់នាងខ្ញុំក៏បានដល់ទីគ្នាតើចេញដំណើរទាំងអស់គ្នាដើម្បីធ្វើកម្មវិធីសប្បុរសធម៌នៅខេត្តតាកែវអ្វីដែលពួកខ្ញុំកាន់តែភ្ញាក់ផ្អើលនោះលោកគ្រូអ្នកគ្រូនិងបងប្អូនបានជាទទួលស្វាគមន៍យ៉ាងកក់ក្ដៅក្លៀនក្លៀតទាំងស្រមៃបងក្តីអាឡ័យទុំភ័យផ្ដេកផ្ដិននៅក្នុងកម្មវិធីសប្បុរសធម៌មួយនេះមានបងប្អូនសរសើររហូតដល់900នាក់ជាងហើយពួកខ្ញុំក៏បានតាំងចិត្តដូចគ្នាដើម្បីធ្វើកម្មវិធីមួយនេះដល់រលូននិងទទួលបានជោគជ័យកម្មវិធីក៏បានបញ្ចប់តមកមើលសកម្មភាពរបស់ពួកខ្ញុំនៅខេត្តកំពតពួកខ្ញុំបានជួលម៉ូតូហើយកន្លែងទី1ដែលពួកខ្ញុំបានទៅញ៉ាំអីគឺនៅ Laundry Burger បន្ទាប់ពីញ៉ាំ burger ហើយពួកខ្ញុំក៏បានទៅញ៉ាំផាយដែលល្បីនៅខេត្តកំពតដូចគ្នាបន្ទាប់ពីញ៉ាំផាយហើយពួកខ្ញុំក៏បានទៅញ៉ាំនៅសាច់អាំងទឹកកាពិដូចគ្នាប៉ុន្តែខ្ញុំមកបានថតចឹងអស់ហើយសម្រាប់ថ្ងៃទី1วันนี้អ្នកទាំងអស់គ្នានេះគឺជាសកម្មភាពថ្ងៃទី2របស់ពួកខ្ញុំបានក្រោកពីព្រលឹមដើម្បីទៅកាហ្វេនៅទឹកឈូដើម្បីថតរូបនិងមើលទេសភាពបន្ទាប់មកពួកខ្ញុំក៏បានទៅញ៉ាំនំជុកតុងម៉ែកនិងជីដើរលេងហើយនេះជាសកម្មភាពរបស់ពួកខ្ញុំជិះម៉ូតូឡើងភ្នំបូកគោពួកខ្ញុំក៏បានជួបនៅកាហ្វេលើភ្នំបូកគោដែលមានទេសភាពពិតជាស្រស់ស្អាតមែនទែនអ្នកទាំងអស់គ្នាឃើញតែពីអ្នកខ្ញុំដោយសារតែពួកខ្ញុំចូលចិត្តដើរលេងដូចគ្នាហើយមិត្តភក្តិផ្សេងក៏រត់ជួលម៉ូតូទៅពួកខ្ញុំឡើងភ្នំបូកគោតែពីរនាក់នឹកមិនភ្លេចនឹកនឹងជានិចឆោមពិសីគេមិនលក់រាល់រាត្រីអាឡ័យស្នេហ៍មិនអស់អាឡ័យថ្លៃជីវិតធ្លាប់មិនថាយ៉ាងណានោះទេមិនថាពួកខ្ញុំនៅតែសម្រេចចិត្តឡើងដល់លោកយាយម៉ែដើម្បីអុជធូបបានជួបស្នេហ៍ជាថ្មីបងនៅនឹកវាចាអូនប្រាប់ថាស្មងរូបស្អីអីលើម្ដេចផ្លាសំដីបងលេងបងកាត់ជួបដល់អាហារពេលល្ងាចចឹងនេះគឺជាអាហារពេលល្ងាចរបស់ពួកខ្ញុំជុំគ្នាពួកខ្ញុំមានតែគ្នា10នាក់ទាំងពូតកងឡាននេះប៉ុន្តែជិះសិតតែ45កៅអីបន្ទាប់មកពូតកងឡានក៏បានជួបពួកខ្ញុំរត់ហោផ្សារដំណើរដាក់គីដើម្បីទិញរបស់ញ៉ាំយប់ឡើងមិនចង់ឃ្លានហើយសកម្មភាពនៅថ្ងៃទី2របស់ពួកខ្ញុំក៏បានបញ្ចប់នឹកអាឡ័យជាប់ចិនដាគូនេះនៅក្នុងថ្ងៃនេះគឺជាថ្ងៃទី3ការកម្សាន្តរបស់ពួកខ្ញុំនៅក្នុងខេត្តកំពតប្រាក់នឹងចេញដល់ហើយក៏បានទៅខ្ញុំទៅទីស្រីដែលមានបែបនេះដូចគ្នាគេមិនលក់រាល់រាត្រីពួកខ្ញុំក៏បានមកសហគមន៍ទេសចរធម្មជាតិត្រពាំងសង្កែដើម្បីញ៉ាំអាហារថ្ងៃត្រង់ក៏ដូចជាដាំកូនក្នុងកាំងធ្លាប់នៅចិត្តបំពេថ្ងៃណាទៀតនឹងបានជួបស្នេហ៍ជាថ្មីបងនៅនឹកវាចាអូនប្រាប់ថាស្មងលោកស្អី
ឥឡូវមកដេញផ្លាសំដីបំលេងមកមិនអស់អាឡ័យថ្លៃជី Anaknya pengen. Let's go. ក្រាបខាងស្មងលោកស្រីហើយលើមិនដឹងថាសំដីបងលេងមក តោះមកមើលសកម្មភាពពួកខ្ញុំតាមកូនកង្កាំងទាំងអស់គ្នា បងនៅនឹកវាចាអូនប្រាប់ថាស្មងលោកស្រីឥឡូវមិនដឹងផ្លាសំដីបងលេងមក អញ្ចឹងដំណើរកម្សាន្តនៅក្នុងខេត្តកំពតរបស់ពួកខ្ញុំក៏ឈានដល់ទីបញ្ចប់ហើយអរគុណអ្នកទាំងអស់គ្នា